ពេលបានឡើងមកលេងភ្នំគូលែនគុំរំលងទឹកធ្លាក់មួយកន្លែងនេះឲ្យសោះពីព្រោះនៅទីនេះមានទេសភាពស្អាតជាពិសេសទឹកធ្លាក់ហូរមកគឺមើលទៅស្រឡះភ្នែកខ្លាំងមែនតើទីនេះគឺជាទឹកធ្លាក់ភ្នំគូលែននៅពេលដែលមកដល់ភ្លាមអារម្មណ៍ដែលទទួលបានគឺភាពត្រជាក់ស្រស់ស្រាយជាមួយនឹងសំឡេងទឹកហូរយ៉ាងពិរោះហើយបើទឹកវិញគឺថ្លាឆ្វេងហូរធ្លាក់ពីលើផ្ទាំងថ្មធម្មជាតិដែលបង្កើតទៅជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយហើយរាល់បងប្អូនដែលមកដល់ទីនេះគឺតែងតែចង់ចុះលេងទឹកមើលតែទឹកធ្លាក់គឺទំនងខ្លាំងមែនតើបើអត់ចុះលេងគឺស្ដាយតែម្ដងខ្ញុំជឿជាក់ថាមានបងប្អូនយើងភាគច្រើននៅពេលដែលមកលេងភ្នំគូលែនតែងតែទៅលេងទឹកធ្លាក់ខាងលើអត់សូវបានចុះមកខាងក្រោមនេះទេព្រោះមានបងប្អូនយើងខ្លះពួកគាត់ប្រហែលជាអត់ដឹងថាមានទឹកធ្លាក់ធំនៅខាងក្រោមហើយមានបងប្អូនខ្លះទៀតពួកគាត់ប្រហែលជាខ្ជិលចុះដើរដោយសារតែចុះមកខាងក្រោមហ្នឹងត្រូវចុះតាមចណ្ដើររៀងចោតបន្តិចប៉ុន្តែនៅពេលដែលចុះមកគឺអត់ខកបំណងទេជាមួយនឹងទេសភាពនៅខាងក្រោមហ្នឹងគឺស្អាតខ្លាំងហើយជាមួយនឹងទឹកហូរមកតិចតិចស្ដាងអញ្ចឹងគឺមានភាពតាក់ទាញភ្នែកដូចគំនូរ 3D អញ្ចឹងខ្ញុំមកចុងខែ5នេះគឺទឹកហូរនៅស្អាតប្រសិនបើមកនៅអំឡុងខែវស្សាពេញលេញពេលភ្លៀងជោគជាំរៀងរាល់ថ្ងៃក្នុងអំឡុងខែ8ខែ9គឺទឹកធំមែនទែនពុកម៉ែបងប្អូនហើយទឹកឡើងពណ៌ក្រហមហើយនៅទឹកធ្លាក់នេះគឺសបោជនជាតិបរទេសពួកគាត់ចុះលេងមែនទែនមកលើកណាក៏មានជនជាតិបរទេសចុះលេងច្រើនដែរប្រហែលជាពួកគាត់ធ្វើការ research ឬក៏ដឹងព័ត៌មានថានៅទឹកធ្លាក់ភ្នំគូលែនគឺជាប្រភពទឹកធម្មជាតិដែលសម្បូរទៅដោយជាតិរ៉ែហើយទឹករ៉ែហ្នឹងគឺវាជួយទៅដល់សុខភាពជាពិសេសគឺស្បែកអានេះគឺរាន់តែជាអ្វីដែលនាងខ្ញុំគិតតែឯងនិយាយបើសិនបើមានការខុសឆ្គងអីសូមអធិស្ឋានផងប៉ុន្តែបើយើងនិយាយអំពីទស្សនវិជ្ជាទូទៅវិញគឺទឹកធ្លាក់នេះមិនត្រឹមតែផ្ដល់នៅអារម្មណ៍ស្រស់ស្រាយដល់ភ្ញៀវទេសចរទេប៉ុន្តែទឹកនៅទីនេះគឺមានសារៈសំខាន់ផ្នែកខាងជំនឿដោយប្រជាជនចាត់ទុកថាវាគឺជាទឹកដ៏ស័ក្តិសិទ្ធិមួយអញ្ចឹងពីវីដេអូរបស់ខ្ញុំទៅគឺចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានទៅស្គាល់ទឹកធ្លាក់ភ្នំគូលែនដ៏ស្រស់ស្អាតនេះដូចគ្នាដែរហើយនៅពេលដែលបានទៅលេងហើយកុំភ្លេចផ្តិតយករូបភាពស្អាតៗជាពិសេសគឺចុះលេងទឹកនឹងតែម្ដងហើយកុំភ្លេចចូលរួមថែរក្សាសម្អាតបរិស្ថានរបស់យើងផងបរិស្ថានដែលស្អាតគឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា